នៅទីបំផុតអ្នករត់កង់3ដែលគេបាញ់លុយច្រឡំ$4000នោះបានមកជួបម្ចាស់លុយវិញហើយចុងក្រោយបែរជាត្រូវជួបរឿងមួយនេះក្រោយពីមានការចែកចាយតគ្នាយ៉ាងខ្លាំងក្លាពេលនេះអ្នករត់កង់3ដែលទទួលបានការបាញ់លុយច្រឡំចំនួន$4000បានតាក់ទងមកអ្នកសារព័ត៌មានហើយដើម្បីសុំសម្របសម្រួលជាមួយនឹងម្ចាស់លុយផ្ទាល់ដោយនៅក្នុងនោះពូកង់3ក៏បានសារភាពចំថាខ្លួនពិតជាបានដកលុយនោះទៅចាយវាយនិងជួសជុលម៉ូតូកង់3អស់ចំនួន$1000បាត់ទៅហើយទោះបីជាយ៉ាងណាក៏ដោយគាត់បានសន្យាថានឹងប្រគល់សាច់ប្រាក់ដែលនៅសេសសល់ចំនួន$3600ជូនម្ចាស់ដើមវិញនៅថ្ងៃពុធនេះដោយម្ចាស់លុយយកយល់ជូនសកុន$400ទៅបងកង់3ចំពោះលុយដែលនៅខ្វះខាតចំនួន$6000ទៀតនោះពូកង់3បានសុំម្ចាស់លុយបង់រំលោះចំនួន$100ក្នុងមួយខែរយៈពេល6ខែដើម្បីឲ្យបានរួចរាល់និងដើម្បីឲ្យម្ចាស់លុយព្រមដកពាក្យបណ្ដឹងចេញពីសមត្ថកិច្ចវិញសូមបញ្ជាក់ផងដែរថានៅទីបំផុតរឿងរ៉ាវបាញ់លុយច្រឡំ$4000បានឈានមកដល់ទីបញ្ចប់ហើយបន្ទាប់ពីម្ចាស់កង់3បានចូលខ្លួនមកជួបផ្ទាល់ជាមួយនឹងម្ចាស់លុយដើម្បីធ្វើការដោះស្រាយនិងប្រគល់លុយជូនម្ចាស់ដើមវិញហើយនៅក្នុងនោះផងដែរអ្នកបើកបរកង់3ក៏បាននាំយកទឹកប្រាក់ប្រគល់ជូនម្ចាស់ដើមវិញចំនួន$3800ដោយនៅខ្វះខាតចំនួន$200បន្ថែមទៀតដោយសារតែម្ចាស់លុយចង់បានលុយគ្រប់ចំនួនទើបព្រមបញ្ចប់រឿងធ្វើឲ្យម្ដាយអ្នករត់កង់3ត្រូវខិតខំតាក់ទងខ្ចីលុយគេទាំងត្រដាប់ត្រដល់ដើម្បីយកលុយមកសងមកគ្រប់ចំនួនកូនប្រុសដែលយកលុយគេចាយហើយនៅក្នុងនោះមហាជនជាច្រើនមានការហួសចិត្តយ៉ាងខ្លាំងក៏បានបោះសម្ដីទៅអ្នករត់កង់3ថាខ្លួនពិតជាបានដកលុយចេញពីគណនីមែនប៉ុន្តែគោលបំណងគឺដើម្បីមករក្សាទុកឲ្យម្ចាស់គេវិញប៉ុណ្ណោះបើទោះបីជាកន្លងមកបានបិទទូរស័ព្ទរត់គេចខ្លួនអស់ជាច្រើនថ្ងៃក៏ដោយតើបងប្អូនយល់យ៉ាងណាចំពោះទង្វើរបស់អ្នកបើកកង់3យកលុយគេយកទៅរត់បាត់ស្រមោលហើយបិទទូរស័ព្ទជាច្រើនថ្ងៃហើយម្ចាស់លុយក៏បានដាក់ពាក្យប្តឹងក្រោយពីដាក់ពាក្យប្តឹងរួចម្ចាស់កង់3ក៏បានយកលុយមកសងម្ចាស់លុយវិញតាមការស្នើសុំរបស់ម្ចាស់លុយប៉ុន្តែលុយមួយចំនួនត្រូវបានម្ចាស់កង់3នឹងយកទៅចាយអស់ខ្លះហើយបងប្អូនអរទេអញ្ចឹងទេលុយដែលនៅសល់គឺប្រគល់ឲ្យម្ចាស់ដើមវិញសូមបញ្ជាក់ថាបើសិនជាម្ចាស់លុយមិនដាក់ពាក្យបណ្ដឹងនោះទេប្រហែលជាម្ចាស់កង់3រូបនេះយកលុយម្ចាស់លុយនឹងគឺចាយអស់ប្រហែលជាមិនឲ្យវិញទេបងប្អូននេះដោយសារតែម្ចាស់លុយនឹងធ្វើការដាក់ពាក្យបណ្ដឹងក៏ដូចជាឲ្យសមត្ថកិច្ចជួយស្វែងរកអ្នកបើក Pass App រូបនេះដើម្បីយកមកដោះស្រាយទើបម្ចាស់ Pass App ព្រមបង្ហាញមុខដោយឲ្យយកលុយមកជូនម្ចាស់លុយវិញបើសិនជាមិនដាក់ពាក្យបណ្ដឹងទេប្រហែលជារត់យកលុយគេទៅចាយអស់បាត់ហើយបងប្អូនលុយ$4000ច្រើនដែរបងប្អូនបងប្អូនខ្លះគិតថាលុយ$4000តិចប៉ុន្តែសម្រាប់អ្នកអត់គឺច្រើនខ្លាំងមែនទែនបងប្អូន$4000យើងរកសម្រាប់អ្នកធ្វើការធម្មតារកមួយឆ្នាំមិនបានទេបងប្អូន$4000នេះចឹងសម្រាប់គេអ្នកមាន$4000គឺតិចប៉ុន្តែគឺអ្នកអត់គឺពិបាករកខ្លាំងមែនទែន$4000លុយគឺច្រើនខ្លាំងមែនទែនបងប្អូនអញ្ចឹងទេនេះគឺជាមេរៀនមួយសម្រាប់អ្នកបើកកង់3ក៏ដូចជាបងប្អូនមួយចំនួនដែលគេបាញ់លុយច្រឡំសមេត្តាយកលុយប្រគល់ឲ្យគេវិញមកកុំចង់បានលុយគេអីបងប្អូន